Okay, so today បងប្អូនអរគ្នាបែកគ្នាយូរឥឡូវយើងចូលមកវីដេអូថ្មីចុះវីដេអូនេះគឺខ្ញុំអត់ទាន់ធ្វើមេរៀនទេខ្ញុំធ្វើតើតើជាមួយនឹងមូលហេតុអីបានជាយើងត្រូវចេះមេរៀន Price Action អញ្ចឹងបាត់ខ្ញុំមួយរយៈនេះគឺខ្ញុំមកសង្ងំរៀន ICT ហើយនឹង SMT AMC Smart Money Concept ហើយ ICT ហ្នឹងអ្នកបង្កើតគឺfoundation ហ្នឹងតែមួយទេមានតែម្នាក់ទេហើយដែលខ្ញុំបានរៀនមករយៈហ្នឹងខ្ញុំគិតថាអ្វីដែលគាត់បរៀនមកហ្នឹងគឺត្រឹមត្រូវហើយអាចឲ្យយើង trade ប្រចាំថ្ងៃបានប៉ុន្តែគ្រាន់ថាវាអត់ទាន់មានន័យថាយើងអាច trade នៅក្នុងលំហបើថាលំហឡើងគឺឡើងលំហចុះគឺចុះហើយនៅមួយទៀតយើងអាច trade នៅក្នុងលំហធំបានពីច្រើនយើងអាច trade នៅក្នុងជា scalping មាន trade ទៀន1នាទី2នាទី5នាទីអីចឹងណាបើថាយើង trade នៅក្នុងលំហធំខ្ញុំគិតថាវាអត់ទាន់ពេញលេញ 100% វាត្រូវការគាត់អ្នកបង្កើតនោះគាត់ត្រូវការចំណាយពេលអភិវឌ្ឍវាបន្តទៀតអញ្ចឹងខ្ញុំប្រាប់មូលហេតុហេតុអីបានជាយើងត្រូវចេះ price អញ្ចឹង SMC ICT នេះគឺចេញពី price ទាំងអស់ហេតុអីបានជាយើងត្រូវចេះ price បូកជាមួយនឹង Elliott Wave ចុះ Elliott Wave ដូចខ្ញុំបញ្ជាក់ខ្ញុំធ្លាប់ធ្វើអត់វីដេអូតាក់ទងមួយ Elliott Wave មេរៀនមួយហ្នឹង technical មួយហ្នឹងគឺសម្រាប់មិនមែនថាសម្រាប់ឲ្យយើងវិភាគចូលទីផ្សារទេប៉ុន្តែ Elliott Wave គឺសម្រាប់ដែលយើង focus មានថាដូចយើងទាយដឹងមុនថាអូខេឥឡូវរលកនេះវាដល់រលកទីប្រមាណអញ្ចឹងវាចប់ដល់រលកទីម៉ានហើយវានឹង correct មកវិញអញ្ចឹងយើងអាចធ្វើឲ្យយើងដឹងច្បាស់ថាអូខេយើងកំពុងតែ trade នៅក្នុង motive wave ឬក៏ trade នៅក្នុង corrective wave អញ្ចឹងពេលដែលយើងដឹងថាយើង trade នៅក្នុង motive wave គឺរលកមុននោះគឺនឹងហក់ឡើងខ្ពស់ហក់ហើយហក់ទៀតហើយបើ corrective wave គឺរលកនោះគឺចាប់ផ្ដើម sideways ចុះតិចឡើងតិចចុះតិចឡើងតិចហ្នឹងគេថា corrective wave អញ្ចឹងយើងត្រូវដឹងទាំងអស់គ្នាអញ្ចឹងខ្ញុំឧទាហរណ៍ឲ្យស្ដាប់អញ្ចឹងខ្ញុំមានគូ Euro USD អញ្ចឹងខ្ញុំនិយាយមករលកនេះឥឡូវរលកនេះគឺចាប់តាមធ្វើ corrective ណាអូខេនេះពីប៉ានេះដល់តាមនេះអញ្ចឹងអានេះគឺជា motive wave មករលកហើយនៅក្នុង motive wave មករលកធំហ្នឹងខ្ញុំបែងចែកវាតូចទៀតអញ្ចឹងកន្លែងនេះជប់នេះកន្លែងនេះអានេះគឺជា bearish trend line មែនទេbearish trend line អញ្ចឹងបើតាមច្បាប់ MC កន្លែងនេះគឺវា change of character ហើយមករលក trend មួយនេះគឺចាប់ផ្ដើមបដូរហើយបដូរពី bearish ទៅ critique ដែលគេឲ្យសកថា CHOCH អូខេអញ្ចឹងនៅក្នុង SMC ពេលដែលវានេះហើយវាត្រូវ return មក order block របស់វាវិញចុះ order block របស់វាគឺត្រូវទី1ត្រូវមានទៀន bearish មួយណាហើយត្រូវមាន imbalance ទៀតមាន fair value gap ទៀតឡើយនេះគេហៅ fair value gap ហើយវានឹងចុះមកប៉ះជាមួយនឹងទៀន the last bearish នេះឃើញវាចុះមកហ៎ចានេះវា SMC កន្លែងហ្នឹងគឺត្រឹមត្រូវអញ្ចឹងវាត្រឹមត្រូវពេលដែល trend ហ្នឹងគឺចាប់ផ្ដើមបដូរទាំងលំហតូចក៏ដោយលំហធំក៏ដោយលំហ1នាទីក៏ដោយ5នាទីក៏ដោយ1ម៉ោងឬ4ម៉ោងក៏ដោយយើងអាចយកអាហ្នឹងទៅប្រើបានអញ្ចឹងកន្លែងនេះខ្ញុំឲ្យឈ្មោះថា time frame 4ម៉ោង order block អញ្ចឹងពេលកន្លែងប៉ះកន្លែងហ្នឹងហើយយើងមានទៀន confirm 4ម៉ោង1 2 3ទៀនគឺវានឹងបុកឡើងទៅវិញឃើញទេបុកឡើងទៅវិញកន្លែងនេះវាអត់តន់ break ទេហើយនេះគេហៅ sideways ឃើញទេវាអត់តន់ break ទេចុះពេលវាធ្លាក់មកវាចេះបានវាធ្លាក់មកកន្លែងនេះបានវាទៅអញ្ចឹងយើងសួរថាចេះតែយើងអាចប្រមាណមើលឃើញអត់ថាឥឡូវនេះយើងកំពុងតែ trade នៅក្នុងលំហអីបើតាម Elliott Wave កន្លែងនេះគឺជា motive wave ហើយ motive wave ហើយអញ្ចឹងកន្លែងនេះយើងអាចរាប់ថារលកទី1រលកទី1កន្លែងនេះគឺរលកទី2ទី1ទី2ហើយពីនេះ
màu ní cái này ní môi tối môi không muối đó môi tôi không môi thôm nữa cái ní pì cái nhận ok tao máu bác lại năng hai viên là bốc lang từ vịnh bốc lang từ tiền ok cái này ní việc cái này ní cái liquidity mà nè bây giờ việc pa liquidity hay cái viên năng từ hay việc return màu bình tích viên năng từ cho sầm núa xua nhầm trong xua nhầm bây để trong phong từ riêng MC nó nhầm phong xua luật này thà chắc lại nè hai đấy ban việc return màu bình sọ nè lại ní sẽ ta imbalance sẽ là fair value gap đó cho nhận cái này có fair value gap cái này vì return có return ở đó lấy về tài tiền hai đấy ban việc return mà đó chân lệch mình hai đấy ban chỉ lại năng SMC cho anh trade bàn mua hết miền tại mỗi thì anh ấy cứ tẹt tương chỉ mỗi năng fundamental bên này tháp nó cứ lôi đà lá cứ nếu thấy cha mắt thầm lòng p để tram còn lang đặng nóm còn lòng khai mùi nữa khai man này khai mùi khai pi khai bay đó con tạm miên sừng cream bạch cam á cho nó đã thảo việc nó bên nó cứ với ỏi lôi đà lá cho thọc làng lôi euro bọc làng là hột chứ cứ với auditor này cứ với từ là hột chứ lại nó SMC cứ nhưng phở ca lại cả đấy chắc vậy để dương nơi tập phở cá cái dương thơ rô lợt cả đại năng hết thời trăm lợt tí muối lợt tí pí cứ ở bây giờ phở Fibonacci viết cứ bị ai khởm hột mình nào bị discount đó bảo em sẽ discount hột vào đó là tới việc ai smile vì ai thà smile bị smile trên từ hay bao lợt thịt bấy lợt tí muối tới lợt thịt bấy chỉ tôi tới viên miên viên return tí chưa viên return ta sâu cho sam 7 ปีនេះឃើញអត់នេះ 0.37 គឺវានឹងបុកទៅវិញទៀតអូខេអញ្ចឹងឥឡូវនេះគឺវាបញ្ចប់រលកទី5ហើយរលកទី5ប៉ុន្តែក្នុងមួយរលកធំមួយអញ្ចឹងអ្វីដែលខ្ញុំ estimate ឃើញគឺវានឹង return ហើយយើងត្រូវប្រើយល់យើងក្នុងនាមជា trader យើងត្រូវប្រើឧបករណ៍ច្រើនណាស់នេះប្រើ moving average មកហើយនឹងនេះបើកទៀនមួយ day នេះត្រូវចាំការប្រើទៀនវាសំខាន់ណាស់បើយើងប្រើទៀនហៅថាយើងប្រើទៀនមួយ day សម្រាប់មានតម្លៃ time frame ធំនៅ return 1 ម៉ោងសម្រាប់មើលបន្ទាប់ដល់មក return ទៅ5នាទីឬ15នាទីសម្រាប់ entry អញ្ចឹងកន្លែងនេះខ្ញុំគិតថារលកហ្នឹងគឺវាចុះបានទៅត្រឹមនេះទេអាចណាករណីអាចមួយវាអាចចុះត្រឹមនេះហើយវានឹងបន្តឡើងទៅទៀតទី2បើសិនជាដុល្លារនៅតែមានតម្លៃខ្លាំងដុល្លារមានតម្លៃខ្លាំងគឺយើងត្រូវចាប់ពីរលកដំបូងតមកវានឹងចុះរលកទី1រលកទី2ទូចវានឹងចុះមកខ្លាំង 0.68 ឬក៏ម្ដងត្រឹមនេះហើយវានឹងទៅវិញអានោះបើសិនជាដុល្លារចាប់ដើមខ្លាំងមកវិញអញ្ចឹងយើងតាក់ទងមួយ fundamental ដែលតម្លៃស្ថានភាពបច្ចុប្បន្នដោយសារ Fed គាត់នៅតែរក្សាការប្រាក់អញ្ចឹងខ្ញុំគិតថាដុល្លារនឹងអាចខ្លាំងឡើងវិញដុល្លារអាចនឹងខ្លាំងឡើងវិញប៉ុន្តែខ្លាំងហ្នឹងក្នុងបើយើងនិយាយពីលុយ Euro USD លុយផ្សេងៗទៀតខ្លាំងក្នុងនាម corrective ទេមិនមាននាមខ្លាំងហ្នឹងគឺលុយនោះចុះមករហូតទេអត់ទេគឺមានថាវាអត់ដូចឥឡូវពេលវាហោះស្ទុយអញ្ចឹងពេកណាអញ្ចឹងឥឡូវបន្តទៀតអញ្ចឹងអ្វីដែលខ្ញុំចង់ប្រាប់ថាហេតុអីបានយើងត្រូវចេះច្រើនឧទាហរណ៍ថាខ្ញុំបាននេះសិនអ្វីដែលយើងអាចសម្លឹងចូលបានកុំឲ្យខកឱកាសនេះក៏គូដូចខ្ញុំទៅឥឡូវយើងហៅថាឥឡូវចេះកន្លែងនេះពីរលកទី1 2ទូចមក3នេះគឺយើងខកអត់បានចូលទេមែនទេយើងខកបានចូលអញ្ចឹងយើងត្រូវចាំចូលមករលកទៀតអញ្ចឹងកន្លែងនេះយើងគូ Fibonacci សម្រាប់នេះទៅយើងមើលថាត្រឹម 0.3 ឬក៏ 0.5 ចូល0.5 តម្លៃហ្នឹងវានឹងអាចទៅវិញប៉ុន្តែមិនមែនមានន័យថាគ្រាន់តែតម្លៃធ្លាក់មកប៉ះ 0.35 ហ្នឹង 0.382 ឬ 0.5 ហ្នឹងបុកឡើងទៅវិញអត់ទេចាស់អ្វីដែលយើងត្រូវដឹងយើងប្រើរយៈវាយើងគ្រាន់តែអូតម្លៃនេះធ្លាក់មកដល់អ្វីដែលយើងចង់បានណាចឹងយើងត្រូវបត់បែនមកទៀតថាឥឡូវហ្នឹង trend ហ្នឹងកំពុងតែម៉េចឧទាហរណ៍
ឧទាហរណ៍ខ្ញុំលុបចោលអស់សិនឥឡូវ trend ហ្នឹងវាបង្កើតទៅជាអីនេះអានេះចាប់ផ្ដើមបង្កើតទៅជា double top ហើយឡើយនេះគឺជា liquidity របស់វាមែនទេតោះមក trend ហ្នឹងចាប់ផ្ដើមធ្លាក់នេះឃើញតម្រងវាធ្លាក់ទៅជាធ្លាក់តិចឡើងតិចធ្លាក់តិចឡើងតិចអាហ្នឹងគេថា corrective ហ្នឹងគេថា corrective តែបើជា motive បងប្អូនគឺបុកឡើងចឹងហ្មងតាមបន្តិចឡើងគឺយើងចោតតន់ទេអាហ្នឹងហៅថា motive ណាចឹងកន្លែងដែលយើងនេះពេលដែលវាធ្លាក់មកដល់លើកទី3ទី4នេះណាអ្វីដែលយើងអាចនេះបានយើងប្រើ MC ទៀតមកនេះកន្លែងនេះប៉ះកន្លែងនេះឡើងប៉ះកន្លែងនេះឡានេះចេះមែនទេចឹងបើតាម zigzag កន្លែងនេះគឺជាកំពូលមួយ swing high yellow មួយមែនទេចឹងកន្លែងនេះយើងអាចគូវាបានឃើញកន្លែងនេះព្រិចទេចឹងតាមអ្វីដែលខ្ញុំរៀនឬមួយក៏ខ្ញុំខុសអីអាហ្នឹងនេះបើសិនជាគិតថាអ្វីដែលខ្ញុំនិយាយមិនត្រូវនៅ strategy បងប្អូនអាច skip បានចឹងកន្លែងខ្ញុំគិតថា change of character អូខេចាំផ្លែតបងប្អូនchange of character អញ្ចឹងពេលដែលវា change of character អូខេកន្លែងនេះខ្ញុំ sorry បងប្អូន sorry កន្លែងនេះបាន change of character មែនតើនេះកន្លែងនេះកំពូលមួយដែរស្វឹង high yellow មួយដែរណាកន្លែងនេះគឺ change នេះឃើញអត់នេះចាំមានថាចាក់ swing វាប៉ះកន្លែងនេះមិនឡើងមែនទេមិនបំបែកចឹងកន្លែងនេះយើងអាចប្រើទៅជា auto block បានឃើញអត់ឃើញវាប៉ះហ្នឹងវាទៅតោះមកវាឡើងវាព្រិចកន្លែងនេះទៀតហើយវា return មកកន្លែងនេះវិញទៅដែរកន្លែងនេះมันមាន fair value gap មែនទេទៅឃើញទេពេលដែលជា motive wave បងប្អូនគឺវាទៅខ្លាំងបែបហ្នឹងគឺយើងពិបាកចូលអានេះដោយសាររលកនេះចិត្តអស់រលកទី5ហងបើសិនជានៅក្នុងរលកទី3ចេះវិញជាទូទៅនៅក្នុង Elliott wave រលកទី3គឺជារលក extension គឺជារលកមួយដែលយើងបើយើងប្រហែសគឺទៅបាត់ហើយយើងចូលអត់ទាន់ឯតម្លៃគឺទៅរហូតចឹងរលកដែលយើងអាចកុំឲ្យចូលហួសពីច្រើនគឺយើងត្រេតនៅក្នុងរលកទី1ទី2នៅក្នុងរលកទី3នេះយើងអាចប្រើទៀន15នាទីហើយប្រើ moving average ទៅពេលដែលប៉ះ15គឺទៅប៉ះ15គឺទៅឥឡូវចាំមើលខ្ញុំឧទាហរណ៍កន្លែងនេះប៉ះ15ទៅអត់រលកទី3នេះរលកទី3ឃើញអត់ចឹងកន្លែងនេះគឺនៅក្នុងរលកទី2ទៅរលកទី3នេះយើងអាចប្រើទៀន15នាទីជាមួយនឹង moving average ឬក៏30នាទីក៏បានដែរពេលដែលវាប៉ះលើកទី1បងប្អូនកុំអានចូលប៉ះលើកទី1វាបង្កើតទៅជា demand ឬក៏ support trend line យើងអាចប្រើ trend line មកប៉ះកន្លែងនេះគឺទៅទៀតណាកន្លែងនេះដូចគ្នាចាំពេលដែលយើងមើលទៀនថាទៀនមួយហ្នឹងនេះដូចទៀនទៀនមួយដោតនៅលើខ្សែ15នាទីហ្នឹងខ្សែ moving 15នាទីហ្នឹងចាំយើងបាយទៅហើយអានេះអត់ទាំងប៉ះហ្នឹងអត់ទាំងប៉ះ15នាទីហ្នឹងគឺទៅអានេះក៏អត់ប៉ះអូខេចឹងពេលដែលបងប្អូនឃើញពេលដែលវាព្រិចទៀនពេលដែលវាព្រិចខ្សែ moving average ហ្នឹងបងប្អូនជប់ចូលពេលដែលវាព្រិចហើយមានថារលកហ្នឹងគឺចាប់ផ្ដើមអស់ឬក៏នៅក្នុង Elliott wave គេហៅថា ending diagonal ឃើញអត់នេះ ending diagonal វាមានទម្រង់ចឹងទម្រង់របស់វា1 2 3 1 2 3 1 2 3 ចុះឃើញហ្នឹងគេថា ending diagonal ថាអត់មាន5រលកទេមានតែ3រលកទេណាអានេះគឺចាប់ផ្ដើមអស់ហើយពេលដែលវាអស់អានេះខ្ញុំនិយាយត្រឡប់ឡើងមែនទេឥឡូវខ្ញុំនិយាយតទៀតកន្លែងនេះយើងអាចចូលបានអញ្ចឹងមិញមកដល់ប្រហែលនេះណាមិញទៀត1ម៉ោងមែនទេអញ្ចឹងកន្លែងនេះ
ពេលដែលវា break អានេះទៅកន្លែងនេះដូចគ្នាយើងគូ trend line មកបើសិនជាវា break trend line ហ្នឹងយើងចាំមើលវាយើងប្រើ SMC មកឬប្រមុន SMC មកពេលវា return order block គឺយើងចូលទៅអត់ខុសទេប៉ុន្តែបើវាទៅឲ្យបងប្អូនបាច់ចាំបាច់ចូលទៀតទេបងប្អូនបាច់ចាំចូលទៀតទេអញ្ចឹងឥឡូវនេះវាកំពុងតែ corrective បើទី10នាទីអញ្ចឹងវាកំពុងតែ corrective ឥឡូវនេះនេះឃើញវា sideways ប្រហែលថ្ងៃបងប្អូន sideways តំបន់នេះឥឡូវវា break ទេណាវា break អាហ្នឹងកាលណាតាវា break វានឹង return ទៅវិញឃើញវា sideways ប្រហែលថ្ងៃឥឡូវនេះវា break អញ្ចឹងតើកាលណាវា break វាទៅវិញវាអាចจะចាប់ដល់លើនេះធំនេះឬក៏ទៅដល់ស្មើនេះវានឹងធ្លាក់មកវិញអូខេអញ្ចឹងវីដេអូរបស់ខ្ញុំគឺសូមធ្វើប៉ុណ្ណឹងសិនចាំជួបខ្ញុំនៅមេរៀនអានេះគ្រាន់តែនិយាយត្រួសតាក់ទងជាមួយនឹង technical ហើយ technical វាជារឿងតាមក្រោយរបស់ fundamental អញ្ចឹងយើងត្រូវវិភាគ fundamental ជាមុនសិនមុននឹងយើងចូលគូមួយណាដូចសប្តាហ៍នេះគឺយើងនឹងស្រាប់ឲ្យលុយតាក់ទងជាមួយនឹងដុល្លារពេលដុល្លារខ្សោយជាងគូណាដូចជាលុយធំលុយ JPP លុយយូរ៉ូលុយ USD NZD នេះគឺប្រកាសជាខ្សោយជាងហើយប៉ុន្តែមុននឹងខ្ញុំមើលព័ត៌មានមួយដូចជាគេហៅថា hedge fund ឬក៏សមាគមឬក៏ពួកដែលមានលុយទ្រព្យនៅអាមេរិកហ្នឹងគឺចាប់ផ្ដើមប្រមូលទិញលុយដុល្លារឬក៏ធ្វើឲ្យលុយដុល្លារហ្នឹងឡើងថ្លៃកុំឲ្យចុះថោកដូចថ្ងៃហ្នឹងពេកពីព្រោះបងប្អូនតើដឹងថាចាឥឡូវខ្ញុំមើលដុល្លារ index ណាដុល្លារ index កាលពេលដែលវាចុះបញ្ជីដំបូងនៅឆ្នាំ1900ប្រហែលចិត្តម៉ានខ្ញុំអត់ចាំទេគឺមានតម្លៃ100គុតតម្លៃវាឥឡូវហ្នឹងគឺវាចុះមកក្រោម100ហើយ99អញ្ចឹងតាំងណាតែចុះក្រោមតម្លៃវាចុះបញ្ជីគឺអត់កើតទេគេធ្វើមិនជាងតម្លៃហ្នឹងឲ្យឡើងទៅវិញហើយតែកាលណាដុល្លារចុះថោកមាសឡើងថ្លៃមិនទៅគឺនឹងធ្វើអតិផរណាកើនឡើងជាមិនខានណាអាហ្នឹងគឺវាអញ្ចឹងខ្ញុំគិតថាដុល្លារវានឹងអាចឡើងទៅវិញហើយឡើងទៅនេះក៏ឡើងអត់ខ្លាំងដែរឡើងហើយវានឹងចុះមកវិញហើយចុះនឹងចុះតម្លៃមួយដូចខ្ញុំធ្លាប់ធ្វើវីដេអូនេះតម្លៃនេះ87ជាងនេះ71នេះកាលឆ្នាំ2008ដូចជាមានតម្លៃចុះហ្នឹងណាឆ្នាំ2008ហ្នឹងដុល្លារចុះថោកខ្លាំងណាអញ្ចឹងរហងៃនេះវាពងឡើងពីឆ្នាំ2008ហ្នឹងឡើងពីតម្លៃ70ហ្នឹងឡើងបានមកខ្ពស់បំផុតទៅ114ឥឡូវចាំដល់ចុះមកវិញហើយចុះមកវិញនេះខ្ញុំ estimate ថាវានឹងអាចចុះមកត្រឹមតម្លៃ8ជាងតាមខ្ញុំគិតថាมันអាចចុះមក7ជាងបើសិនចុះ7ជាងមែននឹងលុយដុល្លារថោកមែនតើនិយាយថាបងអូខេអញ្ចឹងជួបខ្ញុំនៅមេរៀនបាយបាយ